សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរពួកយើងនឹងចូលមកដល់សាររឿងថ្មីទាំងអស់គ្នាដែលមានចំណងជើងថា Boundless Necromancer ដែលខ្ញុំបានដាក់ឈ្មោះជាភាសាខ្មែរថាអ្នកគ្រប់គ្រងវិញ្ញាណគ្មានដែនកំណត់ចង់ដឹងថាដំណើរសាររឿងនឹងវាយ៉ាងម៉េចខ្លះតើឥឡូវយើងចូលទៅដល់សាររឿងទាំងអស់គ្នាផ្ដើមនៅសាររឿងដំបូងគេនិយាយថា7ឆ្នាំមុនថ្ងៃមួយគ្រោះមហន្តរាយក៏បានកើតឡើងគ្រោះមហន្តរាយដែលគួរឲ្យភ័យខ្លាចនេះត្រូវបានគេហៅថា Dungeon Break វាបានបង្កើតជា portal ដែលនាំយកសត្វបិសាចជាច្រើនចូលមកដល់ពិភពលោកព្រោះតែបញ្ហានេះមនុស្សជាតិទាំងអស់ចាប់ផ្ដើមរងទុក្ខហើយនៅថ្ងៃនោះដែរឪពុកម្ដាយរបស់ខ្ញុំក៏ត្រូវបានស្លាប់ជាថ្ងៃដែលខ្ញុំបានបាត់បង់អ្វីគ្រប់យ៉ាងមួយរំពេចខ្ញុំបានសច្ចាជាមួយនឹងខ្លួនឯងកាលណាពេលដែលខ្ញុំកំពុងតែយំដោយឈាមចេញពីភ្នែកថាខ្ញុំត្រូវតែខ្លាចទៅជា Hunter ដើម្បីសម្លាប់សត្វចម្លែកទាំងអស់នោះមកដល់ពេលនេះ7ឆ្នាំបានកន្លងផុតទៅហើយខ្ញុំត្រូវបានគេបណ្តេញចេញពីទីកន្លែងហ្វឹកហាត់ខ្លាចទៅជា Hunter និយាយដល់ត្រឹមនេះគាត់ក៏បានគិតទៅដល់ពេលមុនសមាជិក Han Son Yoon ខ្ញុំនិយាយដល់ត្រង់លោកមិនចាំបាច់មកជំរុំហ្វឹកហាត់ទៀតទេ Son Yoon ឆ្លើយតបវិញតែលោកនិយាយពីអ្វីគេនឹងហេតុផលដែលខ្ញុំត្រូវបានបណ្តេញចេញពីទីនេះគេក៏តបវិញស្ដាប់ឲ្យច្បាស់អ្នកដែល Awaken ត្រូវការតែពេលប៉ុន្មានខែទេបញ្ចប់ការ training របស់គេហើយក្រោយមកឯនឹងបានដឹងហើយថាពួកគេនឹងបង្ហាញខ្លួនជាលើកដំបូងខ្លាចទៅជា Hunter ប៉ុន្តែសម្រាប់លោកវិញវាគឺអស់រយៈពេលចំនួន7ឆ្នាំហើយនិយាយទៅទេពកោសល្យរបស់លោកគឺអន់ជាងសម្រាមទៅទៀតបើសិនបើពួកយើងមិនតឲ្យលោកស្នាក់នៅទីនេះកែឈ្មោះជំរំវឹកហាត់របស់ពួកយើងនឹងប្រែក្លាយទៅជាអាក្រក់ហើយឃើញថាលោកមើលទៅនេះរាល់ព្រឹកដើម្បី training លោកមានការតស៊ូប៉ុន្តែគ្មានសម្មាងនោះទេអ្នកផ្សេងទៀតក៏បន្តថាគ្មានសម្មាងអីទៅវាគ្រាន់តែជាមនុស្សល្ងងដែលមិនស្គាល់ពីកន្លែងរបស់ខ្លួនហើយ training រយៈពេល7ឆ្នាំតើសមត្ថភាពមិនបានកើនឡើងអ្វីសោះទេឬក៏មកដល់ពីអ្វីទាំងអស់នេះធ្វើឲ្យសុងយូនខឹងមែនទែនក្រៅពីមិនអានឡុកជំនាញសម្ងាត់និងមិនទទួលបានស្គីផ្សេងតែសមត្ថភាពរបស់ខ្ញុំមិនអាចកើនឡើងទាល់តែសោះបានឬពេលនោះដែរគាត់ក៏លើសម្លេងម្ដាយកូនពីរនាក់កំពុងតែជជែកគ្នាហើយបានជាឪពុករបស់កូនចាក់ចែងទៅអញ្ចឹងក្មេងស្រីតវិញពេលដែលសត្វចម្លែកចូលមកលោកប៉ាបានការពារពួកយើងគាត់បានជួយមនុស្សទាំងអស់រហូតដល់ដំណាក់កាលចុងក្រោយម្ដាយសួរបន្តបានអញ្ចឹងនៅក្នុងជីវិតពេលខាងមុខវាកាន់តែលំបាកតើកូននឹងត្រូវធ្វើយ៉ាងម៉េចទៅក្មេងស្រីតបថាត្រូវតែរឹងមាំហើយមិនបោះបង់ចោលទេសុងយូននៅម្ខាងលើអញ្ចឹងក៏ដូចជាភ្ញាក់ខ្លួនឡើងវិញរួចគាត់ក៏បានដើរទៅអង្គគ្រប់ទៅកាន់ម្ដាយកូនពីរនាក់នោះបន្តិចរួចក៏រត់ចាក់ចេញទៅដោយគិតឡើងថាត្រូវហើយខ្ញុំបានស៊ូទ្រាំអស់រយៈពេលចំនួន7ឆ្នាំខ្ញុំមិនត្រូវបញ្ឈប់ត្រង់ចំណុចនោះទេខ្ញុំមិនត្រូវបោះបង់ចោលឡើយពេលវេលាក៏កន្លងផុតទៅមេឃក៏ចាប់ផ្ដើមភ្លៀងសុងយូនធ្វើរមាមកដល់ផ្ទះមួយរួចក៏បានគោទ្វារបន្តិចក្រោយមកក៏មានអ្នកបានបើកទ្វារចេញមកក្រៅគេឃើញសុងយូនអញ្ចឹងក៏និយាយថាត្រឡប់ទៅវិញទៅលោកសុងយូនតបវិញថា Director តែម្ដងនេះទេជួយខ្ញុំឲ្យទៅប្រឡងខ្លាចទៅជា Hunter ម្ដងទៀតមកខ្ញុំមិនអាចបោះបង់ចោលដោយបែបនេះបានឡើយគេលឺអញ្ចឹងក៏ចាប់ផ្ដើមខឹងចង្រៃហើយបានជាឯងមិនតន់ទទួលស្គាល់ការពិតទៀតឯងមកទីនេះព្រោះតែឯងបានចំណាយលុយទៅលើការ training នោះអត់ប្រយោជន៍ឬល្អណាស់យើងនឹងឲ្យប្រាក់ពាក់កណ្ដាលដែលឯងបានបង់ចូលការ training នោះត្រឡប់ទៅវិញគិតយ៉ាងម៉េចដែរសុងយូនតបថាមិនមែនអញ្ចឹងទេខ្ញុំមកទីនេះមិនមែនចង់បានលុយទៅវិញឡើយលើអញ្ចឹងគេក៏បានមាត់ទៅកាន់សុងយូនមួយដៃទៅធ្វើឲ្យរាងកាយសុនយូននឹងប៉ាខ្ទប់ទៅនឹងសម្រាមនៅក្បែរនោះគេបន្តទៀតថាចេះតែនិយាយអត់ទៅកើតឯងគ្រាន់តែជាមនុស្សបរាជ័យប៉ុណ្ណោះហើយអាប៉ែនោះក៏ចូលទៅខាងក្នុងវិញទៅសុងយូនពិបាកចិត្តមែនតើរួចគិតឡើងថាប៉ះសិនបើខ្ញុំក៏មានជំនាញពិសេសអត់ទេប៉ះសិនបើខ្ញុំមានទេពកោសល្យល្អជាងនេះបន្តិចប្រកាសជាក្នុងពេលភ្លាមមកដែរក៏មាន system បានលោតឡើងពណ៌មេកាសាឡបងការសរសើរឆន្ទៈដ៏រឹងមាំរបស់អ្នកសុងយូនលើអញ្ចឹងឆ្ងល់មែនតើមិនដឹងថាជាអ្វីនោះទេភ្លាមមកដែរទឹកនៅខាងក្រៅនោះស្រាប់តែទាញរាងកាយរបស់គាត់ចូលទៅសុងយូនមិនអាចប្រឆាំងបានទេត្រឹមតែស្រែកឡើងសូមជំនួយប៉ុណ្ណោះគេនៅខាងក្នុងនេះចេញមកវិញហើយក៏រៀងខឹងទៅនឹងសុងយូនផងដែរប៉ុន្តែក្បាលកលេចមើលទៅគឺមិនឃើញសុងយូនទៀតឡើយដល់អញ្ចឹងគាត់គឺមិនខ្វាយខ្វល់ឡើយគិតថាសុងយូនជាមនុស្សរំខានប៉ុណ្ណោះសុងយូននៅខាងនេះវិញគឺគាត់បានធ្លាក់ចូលទៅក្នុងទឹកជ្រៅមែនតើនៅពេលនេះដែរគាត់គឺមិនអាចដកដង្ហើមបាននោះទេតែភ្លាមគាត់ក៏បានធ្លាយចូលមកដល់លំហមួយទៀត System ក៏ប្រាប់ថាពណ៌មេកាសាលបងជ្រើសរើសបេក្ខជនដែលស័ក្តិសមទាំងអស់មើលពីផែនដី
សូមជ្រើសរើសកម្រិតលំបាករបស់អ្នករង្វាន់ដែលទទួលបានគឺច្រើនទៅតាមកម្រិតលំបាកនោះសង្យូនៅពេលនេះមិនដឹងថាមានរឿងអ្វីកំពុងតែកើតឡើងលើខ្លួនគាត់ទេហើយកម្រិតដែលឲ្យជ្រើសរើសនឹងមាន3មានងាយស្រួលធម្មតានិងលំបាកសង្យូមិនខ្វល់អីទៀតឡើយដឹងថានេះគឺជាឱកាសរបស់ខ្លួនក៏ជ្រើសរើសតែម្ដងទៅក្រោយពីបានរើសរួច System ក៏ប្រាប់ថាពួកយើងសង្ឃឹមថាអ្នកនឹងពេញចិត្តពីលទ្ធផលដែលអ្នកបានជ្រើសរើសរួចបន្តិចទៀតអ្នកនឹងត្រូវបានបញ្ជូនទៅកាន់ជាន់ទី1សមត្ថភាពបេក្ខជនទាំងអស់នឹងត្រូវបានចាប់ផ្ដើមសារជាថ្មីឡើងវិញបេក្ខជនបានបញ្ជូនមកដល់ជាន់ទី1ត្រៀមខ្លួនសម្រាប់ការសាកល្បងសង្យូនឃើញថាខ្លួនរបស់គាត់នៅពេលនេះបានមកដល់វាសមុទ្រខ្សាច់ System ក៏បានផ្ដល់ដាវមួយដាវឲ្យទៅកាន់សង្យូនផងដែរលក្ខខណ្ឌដែលត្រូវបំពេញគឺត្រូវតែបន្តរស់រង្វាន់ពីការសាកល្បងនៅជាន់ទី1នេះគឺជាជំនាញសម្ងាត់មួយសង្យូនគិតថា7ឆ្នាំនេះគាត់គឺខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីទទួលបានជំនាញពិសេសតែរង្វាន់ដែលជាជំនាញពិសេសហ្នឹងទទួលបានដោយងាយស្រួលអញ្ចឹងឬរឿងមួយនេះវាពិតជាឈួតពេកហើយយ៉ាងណានៅពេលនេះខ្ញុំគួរណាតែយកដៃជាមុនសិនភ្លាមក៏មានអ្វីម្យ៉ាងបានផុសឡើងពីខាងក្រោមនោះឡើងមកបានធ្វើឲ្យសងយូនេះក៏ដូចជារៀងពិបាកផងដែរ System ក៏ប្រាប់ថាការសាកល្បងបានចាប់ផ្ដើមកម្រិតដែលអ្នកបានរើសមកនេះគឺពិបាកឧបសគ្គគឺជាហ្គោឡឹមខ្សាច់វាបានលេចឡើងសងយូនៅពេលឃើញចឹងទៅបើកភ្នែកធំតែម្ដងលក្ខខណ្ឌចំនួន10នាទីត្រូវតែបន្តរស់ចេញពីហ្គោឡឹមខ្សាច់មួយនេះសងយូនឃើញចឹងក៏ទាញដៃរត់ឯកូឡាមូក៏បានយកជើងតាមជាន់ពីក្រោយដូចគ្នាបាតជើងមួយនេះបើសិនជាកិច្ចមិនទាន់ទេច្បាស់ជាខ្លាចទៅជាចៃជៀនហើយ System ក៏ឆ្លៀតប្រាប់ទៀតថាការពីនៃដែលបរាជ័យការសាកល្បងមួយនេះគឺត្រូវស្លាប់សងយូនគិតថាតើគាត់អាចបន្តរស់ចេញពីកូឡុងខ្សាច់នឹងដោយរត់គេចអញ្ចឹងដែរឬទេមើលទៅវាជាកូឡុងអញ្ចឹងគួរណាតែយឺតប៉ុន្តែល្បឿនរបស់វាបែរជាលឿនទៅវិញណាមួយទីកន្លែងនេះជាវាខ្សាច់ដែលជាតំបន់របស់វាទៀតវាមិនអាចទៅរួចទេដែលខ្ញុំនឹងរត់ចេញពីវាចំនួន10នាទីជាមួយនឹង stamina បច្ចុប្បន្នរបស់ខ្ញុំក្នុងពិភពលោកនេះខ្ញុំក៏ទទួលបានដាវមួយដើម្បីបន្តរស់ដែរគេបានប្រាប់ខ្ញុំច្បាស់ហើយថាត្រូវតែធ្វើអ្វីនោះខ្ញុំរត់គេចក៏នៅតែស្លាប់ហើយប្រឈមមុខជាមួយវានឹងក៏នៅតែស្លាប់ដែរមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេដើម្បីអាចយកឈ្នះវាបានដល់ត្រឹមនេះសម្លេងដែលអ្នកមើងងាយមកកាន់គេនឹងក៏ចាប់ផ្ដើមលេចឡើងមកម្ដងទៀតគាត់ដល់រឿងនេះម្ដងធ្វើឲ្យគាត់នឹងខឹងមែនតើក៏ឡើងខ្សាច់នៅពេលនេះប្រៀបដូចជាពួកមនុស្សដែលបានមើងងាយមកកាន់គាត់អញ្ចឹងតើខ្ញុំមិនត្រូវស្លាប់គូអាណិតដល់ព្យាយាមរត់គេចចេញពីវាអញ្ចឹងអត់នោះទេ7ឆ្នាំដែលខ្ញុំព្យាយាមខ្លាចទៅជា Hunterខ្ញុំបានដឹងនឹងលើពីបទពិសោធន៍ជាច្រើនដែលត្រូវប្រឈមមុខជាមួយនឹងសត្វចម្លែកខ្ញុំមិនអាចបន្តរត់អញ្ចឹងបានទេខ្ញុំត្រូវតែព្យាយាមរកឱកាសដើម្បីបន្តរស់ទៀតសត្វចម្លែកដូចជាហ្គោឡុងវានឹងត្រូវបានបញ្ឈប់សកម្មភាពនៅពេលដែលស្នូរបស់វានឹងត្រូវបានបំផ្លាញតែស្នូដែលនៅលើខ្លួនរបស់វានេះជាទីកន្លែងដែលខ្ញុំពិបាកនឹងវាប្រហែលទៅដល់ណាក្នុងករណីនេះសងយូនក៏បានលុតឡើងទៅលើកំពូលខ្សាច់ដែលគាត់នឹងឆ្លៀតយកឱកាសមួយនេះដើម្បីវាប្រហារទៅតែម្ដងហ្គោឡាម៉ាដេញសងយូននោះមិនដឹងថាខាងមុខគឺជាចំណោទនោះទេសងយូនក៏ព្យាយាមយកដាវមកទប់ដើម្បីកុំឲ្យខ្លួននឹងធ្លាក់ចូលទៅខាងក្រោមកូឡុំបានរត់ដេញតាមសងយូនមិញនេះគឺធ្លាក់ចូលទៅក្រោមបាត់ហើយយ៉ាងណាវាក៏បានព្យាយាមងើបឡើងមកវិញដូចគ្នាសងយូនគិតថានេះគឺជាឱកាសរបស់ខ្លួនហើយរួចគាត់ក៏សម្បើចូលទៅក្បែរស្នូធម្មពលកូឡុំនោះម្ដងហើយមិនចាំយូរទេទាញដាវកាប់ចេញទៅតែម្ដងក្រោយពីបានកាប់ហើយដាវរបស់គាត់នឹងក៏បានលោមកខាងក្រោយវិញឯស្នូពណ៌ក្រហមនោះត្រឹមតែប្រេះបែកបន្តិចប៉ុណ្ណោះមើលទៅវាពិបាកជាអ្វីដែលខ្ញុំបានគិតទៅទៀតមិនអាចបំផ្លាញវាបានអញ្ចឹងតើមករបស់គាត់ក៏ផ្លាស់ប្ដូរប៉ុន្តែគាត់ក៏គិតថាបើសិនជាអាចវាប្រហារបានម្ដងទៀតច្បាស់ជាអាចបំផ្លាញវាចោលបានហើយតែចង្រៃអីភ្លាមនោះហ្គោឡុំក៏បានចាប់រាងកាយគាត់ជាប់បានធ្វើឲ្យគាត់នឹងរើងភាពឈឺចាប់មែនតើសម្លេងមើងងាយក៏បន្តយើងដឹងហើយឯងនឹងគឺឥតបានការអីទេសំណាងអាក្រក់អីឯងគ្រាន់តែជាមនុស្សល្ងងប៉ុណ្ណោះតែសងយូនក៏ប្រមូលកម្លាំងចាប់កាន់ដាវឡើងវិញហើយស្រែកឡើងថាឈប់ទៅបិទមាត់ចង្រៃរបស់ពួកឯងចោលទៅរួចក៏យកដាវនៅក្នុងដៃនឹងគប់ចេញទៅសំដៅទៅកាន់ស្នូគ្រីស្តាល់ពណ៌ក្រហមនោះក៏អាចបំផ្លាញវាបានឯកូឡាមីក៏ត្រូវបានស្លាប់ដូចគ្នា System ប្រាប់ថាអ្នកបានបំផ្លាញស្នូរបស់ហ្គោឡឹមខ្សាច់ដោយពេលវេលាដែលនៅសល់មាន7នាទីជាន់ទី1អ្នកគឺបានបញ្ចប់វាហើយបន្តិចក្រោយមកសងយូនក៏ងើបចេញពីខ្សាច់ដែលកប់ខ្លួនវិញខ្ញុំធ្វើវាបានហើយតែខ្ញុំបានសម្លាញ់ហ្គោឡឹមខ្សាច់ឬតាំងពីដំបូងខ្ញុំគឺមិនមានឱកាសទាល់តែសោះដែលអាចយកឈ្នះវាបានយ៉ាងណានៅពេលនេះខ្ញុំគឺអាចនៅរស់បន្តSystem ក៏បានផ្ដល់រង្វាន់ឲ្យមានដូចជាពិន្ទុចំនួន1000
ទទួលបានស្គីស្ដារឡើងវិញឆាប់រហ័សថ្នាក់ A+ ឯសងយូនឬព័ត៌មានទាំងអស់នេះហើយគាត់គឺមិនចង់ជឿប៉ុន្មានទេគាត់គិតទៅដល់អតីតកាលដែលគាត់ខំប្រឹងរយៈពេល7ឆ្នាំកន្លងមកដែលខ្លួនតែងតែត្រូវបានគេសើចចំអកនិងមើលងាយរហូតប៉ុន្តែឥឡូវនេះខ្ញុំអាចក្លាយទៅជា Hunter ឯសមត្ថភាពពិសេសរបស់សងយូនគឺនីក្រូម៉ានស៊ីកំពុងតែឈរគិតសោកគាត់ក៏ស្រាប់តែប្រទះភ្នែកនឹងអ្វីម្យ៉ាងវាគឺជាដុំចំហាយពណ៌ក្រហមមើលទៅគឺចម្លែកមែនទែនតែដុំអាប់មួយនេះលេចឡើងបន្ទាប់ពីគោលមខ្សាច់នោះបានស្លាប់ឬដោយចង់ដឹងគាត់ក៏បានយកដៃប៉ះទៅកាន់វាភ្លាមនោះសមត្ថភាពពិសេសនីក្រូម៉ានស៊ីរបស់គាត់ក៏ដំណើរការដែលវាមានចំណាត់ថ្នាក់ F System ក៏សួរថាតើអ្នកចង់ស្រូបយកព្រលឹងរបស់គោលខ្សាច់នេះដែរទេសងយូនលើអញ្ចឹងមិនសូវជាយកប៉ុន្មានទេតែដុំពណ៌ខ្មៅមួយនេះគឺជាសមត្ថភាពពិសេសរបស់គាត់រួចគាត់ក៏យកព្រមស្រូបយកព្រលឹងមួយនោះភ្លាមមកដែរចំហាយទាំងអស់នោះក៏ចូលទៅកាន់ខ្លួនរបស់សងយូនភ្លាមនោះ System ក៏ប្រាប់ថាអ្នកបានស្រូបយកវិញ្ញាណរបស់គោលខ្សាច់ជំនាញរបស់អ្នកបានកើនឡើងចំនួន 7% សងយូនក៏ភ្ញាក់ផ្អើលពេលឃើញដុំមួយនោះចូលទៅក្នុងខ្លួនប្រាណគាត់តែក្រៅពីវាបានចូលទៅដូចជាមិនបានបង្កបញ្ហាដល់គាត់ទេរួចគាត់ក៏មានអារម្មណ៍ពីវិញ្ញាណដែលបានស្រូបចូលតែអញ្ចឹងមានន័យថាខ្ញុំគឺអាចរក្សាទុកវិញ្ញាណបានឬចូលយ៉ាងម៉េចដែរបើសិនជាខ្ញុំចង់ប្រើប្រាស់វាវិញ System ប្រាប់ថាសមត្ថភាពរបស់អ្នកបានកើនឡើងដោយសារតែវិញ្ញាណកម្លាំងកើនឡើងចំនួន3ឯឈាមកើនឡើងចំនួន2សងយូននៅពេលនេះមានអារម្មណ៍ថាកម្លាំងគឺពេញរាងកាយរបស់គាត់តែម្ដងកាលពីពេលខ្ញុំវឹកហាត់7ឆ្នាំមុនខ្ញុំមិនដែលកើនឡើងសមត្ថភាពទេតែនៅពេលនេះខ្ញុំគឺអាចបង្កើនសមត្ថភាពរបស់ខ្លួនឯងបានហើយ System ក៏បានប្រាប់ពីសមត្ថភាពពិសេសនៃ Necromancy សមត្ថភាពធម្មតាអាចស្រូបយកវិញ្ញាណស្លាប់មកប្រើប្រាស់បានឥទ្ធិពលបន្ថែមអាចបង្កើនសមត្ថភាពរបស់អ្នកប្រើប្រាស់វិញ្ញាណដែលមានគុណភាពខ្ពស់កម្លាំងដែលកើនឡើងក៏ច្រើនដែរឥទ្ធិពលបន្ថែមទី2គឺអាចរក្សាផ្ទុកនិងប្រើប្រាស់វិញ្ញាណបានចំនួនគឺមានកំណត់ប៉ុន្តែវានឹងកើនឡើងពេលដែលសមត្ថភាពពិសេសនេះឡើងកម្រិតដូចគ្នាសងយូនឃើញចឹងគាត់ថាបើខ្ញុំត្រឡប់ទៅវិញជាមួយនឹង skill មួយនេះខ្ញុំប្រកាសជាអាចក្លាយជា Hunter បានហើយភ្លាមនោះក៏មានផុសថលបានលេចឡើងដែលនាំសងយូននឹងទៅកាន់បន្ទប់រងចាំសងយូនគាត់ថាខ្ញុំគ្មានជំរឿននោះទេមានតែធ្វើដំណើរទៅប៉ុណ្ណោះគ្រាន់តែចូលមកដល់បន្ទប់រងចាំខ្លួនប្រាណរបស់គាត់នឹងដួលចុះតែម្ដងដោយសារតែគាត់នឹងត្រូវបានគោលខ្សាច់នោះចាប់ច្របាច់តែយ៉ាងណាភ្លាមរបួសរបស់គាត់ក៏ចាប់ផ្ដើមជាសះស្បើយឡើងមកវិញសងយូនក៏អាចក្រោកឡើងមកវិញហើយមិនជឿទេថារបួសរបស់គាត់បានជាសះស្បើយទាំងអស់រួចនៅក្នុងបន្ទប់ដ៏ធំមួយនេះក៏មានដាក់គ្រែមួយផងដែរដល់អញ្ចឹងគាត់ក៏ទៅគេងសម្រាកបន្តិចទៅរួចគិតឡើងថាតើខ្ញុំគួរតែធ្វើអ្វីទៅនៅពេលនេះតើខ្ញុំអាចចាកចេញពីពណ៌មួយនេះបានដែរទេហើយបានជា Tower បាននាំខ្ញុំមកកាន់ទីនេះអញ្ចឹងភ្លាមមកដែរ System ក៏បានប្រាប់5ចំណុចដែលសងយូនឹងអាចប្រើប្រាស់បានមានដូចជាហាងទំនិញព័ត៌មាន Community Inventory និងការសាកល្បងនិយាយទៅសងយូនក៏អាចបញ្ជាប្រើប្រាស់ទាំង5ចំណុចនេះបានឃើញអញ្ចឹងគាត់ក៏ទះមកខ្លួនឯងដោយដាស់តឿនថាឥឡូវដំបូងគួរតែផ្ដោតទៅលើការរស់រានមានជីវិតសិន System ប្រាប់ថាការសាកល្បងជាន់ទី2នឹងចាប់ផ្ដើមក្នុងរយៈពេល23ម៉ោងទៀតពេលដែលនៅសល់អញ្ចឹងសងយូនក៏ចូលទៅមើល Community បើមើលទៅមានដូចជា account និងឈ្មោះដែលពួកគេនឹងសន្ទនាដូចជាមិនដឹងថាមានអ្វីកើតឡើងលើពួកគេនោះទេសងយូនឃើញអញ្ចឹងគិតថាពួកគេក៏មិនដឹងមានអ្វីកើតឡើងដែរប្រហែលជាមានមនុស្សបាននាំយកមកកាន់ការសាកល្បងមួយនេះដែរហើយភ្លាមមកដែរ admin ដែលជាអ្នកគ្រប់គ្រង Community មួយនេះក៏ចូលមកដែល admin ប្រាប់ថាពួកគេគឺមានព័ត៌មានសំខាន់ដែលចែករំលែកទៅកាន់អ្នកដែលបានបញ្ចប់ការសាកល្បងដំបូងពួកយើងនឹងបង្រៀនពីរបៀបប្រើប្រាស់ពិន្ទុបន្ទាប់ពីបញ្ចប់ការសាកល្បងនោះហើយពិន្ទុដែលមាននៅក្នុងពណ៌មួយនេះគឺជាការប្រើប្រាស់តាមបែបធម្មតាឯអ្នកដែលនៅក្នុង Community មួយនេះក៏អាចចែករំលែកពិន្ទុទៅវិញទៅមកបានដែរនៅក្នុងពណ៌នៃការសាកល្បងនេះអ្នកមិនអាចទទួលបានទឹកសូម្បីតែមួយដំណក់ប្រសិនបើមិនមានពិន្ទុនៅក្នុងខ្លួនហើយពិន្ទុអាចទទួលបានដោយការឆ្លងកាត់ការសាកល្បងតែមួយគត់សងយូនក៏ថាមើលទៅបើសិនជាខ្ញុំចង់បន្តរស់មិនតែឆ្លងកាត់ការសាកល្បងនៃពណ៌មួយទេក្រោយពីបានផ្ដល់ព័ត៌មានចប់ admin ក៏ចាស់ចេញទៅហើយក៏បានបើកឆាតឲ្យអ្នកផ្សេងនឹងសរសេរអីធម្មតាវិញដំបូងខ្ញុំគិតថាខ្ញុំអាចត្រឡប់ទៅវិញហើយក្លាយទៅជា Hunter អង្គុយគិតសោកគាត់ក៏នឹកឃើញថាគាត់គឺមានត្រឹមតែដើមមួយដើមទេត្រឹមតែដើមមួយដើមគឺមិនអាចជួយអ្វីមកដល់ខ្ញុំច្រើនបានឡើយដល់អញ្ចឹងគាត់ក៏ចូលក្នុងហាងទិញបានខែមួយទៀតទុកការពាររួចក៏ចាប់ផ្ដើមវឹកហាត់ដោយគិតថា Hunter ទាំងអស់បានបាត់បង់សមត្ថភាពរបស់ពួកគេបន្ទាប់ពីបានចូលមកក្នុងពណ៌នៃការសាកល្បងនេះ
ប៉ុន្តែសម្រាប់ខ្ញុំគឺងាយស្រួលក្នុងការរៀនស្គីផ្សេងៗបានងាយស្រួលជាងមុននេះជាហេតុផលដែលខ្ញុំមិនអាចបំភ្លេចថាខ្ញុំមិនមែនជាអ្នកចាប់ផ្ដើមដំបូងដូចជាពួកគេទេបើសិនបើខ្ញុំមិនវឹកហាត់នោះទេគ្មានផ្លូវឡើយដែលខ្ញុំអាចតាមទាន់ពួកគេទាំងអស់នោះវឹកហាត់មួយសន្ទុះគាត់ក៏ដូចជារៀងអស់កម្លាំងផងដែរប៉ុន្តែនៅក្នុងបន្ទប់មួយនេះគឺអាចបង្កើនកម្លាំងរបស់គាត់មកពេញវិញបានដល់ពេលអញ្ចឹងទៅគឺជួយឲ្យសុងយូនឹងងាយស្រួលក្នុងការវឹកហាត់មែនទែនតែភ្លាមពួករបស់គាត់នឹងគឺចាប់ផ្ដើមរៀងឃ្លានហើយដល់អញ្ចឹងក៏បើកមើល inventory តើមានអ្វីខ្លះទៅនៅក្នុងនេះបើមើលទៅឃើញថាដូចជាមានរបស់ញ៉ាំដែរគាត់ក៏យកវាមកញ៉ាំតែម្ដងទៅតែយ៉ាងណាបន្ទោរបស់ខ្ញុំពេលនេះនៅសល់ត្រឹមតែ40ទេបន្ទាប់ពីបានទិញរបស់មួយចំនួនបើសិនបើខ្ញុំមិនទទួលបានបន្ទោបន្ថែមទេខ្ញុំគឺមិនអាចទិញខែនោះបានឡើយរួចពេលនេះក៏ជិតដល់ពេលវេលាការសាកល្បងជាន់ទី2ផងដែរគាត់ក៏ចូលមើលទៅកាន់ community ប៉ុន្តែគឺមិនមានឆាតអីទៀតឡើយប្រហែលជាពួកគេនាំគ្នាទៅសាកល្បងជាន់ទី2អស់ហើយរីឯខ្ញុំតែខ្ញុំមានឱកាសអាចបន្តរស់បានម្ដងទៀតដែរទេអត់ទេមិនត្រូវគិតអញ្ចឹងឡើយខ្ញុំគឺត្រូវតែនៅរស់រួចពេលវេលាដែលត្រូវចូលទៅកាន់ជាន់ទី2ក៏បានមកដល់ដោយសុនយូនៅពេលនេះបានធ្វើរមាចូលមកក្នុងព្រៃ System ក៏ប្រាប់ថាគោលដៅនៅក្នុងជាន់នេះគឺជាការសម្លាប់មេកុលសម្ព័ន្ធអុករយៈពេលគឺមានកំណត់សុនយូនៅពេលលើអញ្ចឹងហើយក៏រៀងចម្លែកចិត្តផងដែររួចសុនយូក៏បានកលែកឃើញភូមិកុលសម្ព័ន្ធមួយដែលសុទ្ធតែជាអុកទាំងអស់បើមើលទៅពួកវារស់នៅដូចជាកុលសម្ព័ន្ធមនុស្សព្រៃអញ្ចឹងតែខ្ញុំត្រូវតែលុកលុយចូលមកកាន់កុលសម្ព័ន្ធអុកមួយនេះដើម្បីសម្លាប់មេកុលសម្ព័ន្ធឬបន្តិចក្រោយមកសុនយូនក៏ចាប់ផ្ដើមមើលស៊ើបអង្កេតនៅទីកន្លែងនេះជាធម្មតានៅក្នុងដនច័ន្ទអ្នកការពារអុកនេះគឺអាចហៅបានថាជាអ្នកប្រមាញ់ក៏បានដែរវាពិបាកណាស់ដែលនិយាយថាអ្នកគឺអាចយកឈ្នះនៅពេលដែលតទល់ជាមួយនឹងអុក Hunter នេះបើសិនជាមួយស្មើមិនអីនោះទេប៉ុន្តែនៅទីនេះវាមានចំនួនច្រើនបើចង់ចាត់ការក្រុមអុកទាំងអស់នេះយ៉ាងហោចណាស់ក៏ត្រូវការក្រុម Hunter ដែលមាន rank E ដែរដើម្បីប្រកាសថាយើងនឹងមិនត្រូវស្លាប់ក្រោមដៃវារួចខ្ញុំវិញតែនៅពេលនេះគួរតែធ្វើអ្វីទៅខ្ញុំគួរតែដកថយសិនមកលើក្រោយជាមួយនឹងគម្រោងការថ្មីដើម្បីបញ្ចប់ការសាកល្បងជាន់ទី2នេះវាត្រូវតែមានផ្លូវជានិច្ចបន្តិចក្រោយមកសងយូនគឺបានបង្កើត Firewood ជាច្រើនមើលទៅកាន់សម្ភារៈដែលគាត់មានគឺតែប៉ុណ្ណេះគ្រប់គ្រាន់ហើយរួចគាត់ក៏សាកល្បងយក Firewood នោះដាក់ចូលទៅក្នុង inventory គាត់ក៏ឃើញថាធ្វើអញ្ចឹងវាពិតជាដំណើរការមែនដល់អញ្ចឹងវាកាន់តែធ្វើឲ្យការសាកល្បងរបស់គាត់នេះងាយស្រួលជាងមុនបើក៏ទៅពួកអុកទាំងអស់នេះវាមិនមែនខ្ជិលនោះទេក៏ឧស្សាហ៍ព្យាយាមដែរអុកដែលជា Hunter វាតែងតែចេញទៅប្រមាញ់នៅពេលព្រឹកពួកវាត្រឡប់មកវិញបន្ទាប់ពីព្រះអាទិត្យចាប់ផ្ដើមលិចតែប៉ុណ្ណេះខ្ញុំគឺមានពេលវេលាគ្រប់គ្រាន់ហើយវិធីសាស្ត្រតែមួយគត់ដែលអាចបំពេញការសាកល្បងមួយនេះបានគឺត្រូវតែឲ្យគូសត្រូវនឹងចុះខ្សោយជាងមុនខ្ញុំនឹងប្រើភ្លើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេតែយ៉ាងណាសងយូននៅពេលនេះក៏នៅតែសង្កេតមើលដដែលបើយោងតាមសមាគម Hunter និយាយថាអូការពារគឺមិននៅការពាររហូតឡើយពួកគេត្រឡប់ទៅកាន់ក្នុងភូមិវិញដើម្បីសម្រាកឬក៏ទៅស៊ីអីគឺអញ្ចឹងរួចគាត់ក៏ចាប់ផ្ដើមបញ្ចេញសកម្មភាពភ្លើងដែលគាត់ដាក់ចូលទៅក្នុង inventory នឹងក៏ចាប់ផ្ដើមយកមកប្រើប្រាស់ត្រឹមតែមួយផ្លែតពួកអុកទាំងអស់នេះចាប់ផ្ដើមមានភាពវឹកវរពួកវាក៏ទាញធុងទឹកដើម្បីទៅដងទឹកយកមកពន្លត់ភ្លើងរួចសងយូនក៏បានដុតព្រៃនៅជុំវិញភូមិមួយនេះផងដែរដល់អញ្ចឹងមិនចាំបាច់បារម្ភថាត្រូវប្រឈមមុខជាមួយនឹងអុក Hunter ទេមុនពេលរឿងនោះកើតឡើងខ្ញុំយ៉ាងហោចណាស់ត្រូវតែសម្លាប់អុកធម្មតានឹងឲ្យបាន2ក្បាលដែរហើយមើលទៅពួកវាទាំងអស់នេះមិនទាន់ដឹងពីវត្តមានរបស់សងយូនទេពេលមកដែរសងយូនក៏បង្ហាញខ្លួនសម្រាប់ទៅកាន់អុកនៅខាងក្រោយនោះនៅពេលដែលអុកនោះស្លាប់ទៅវិញ្ញាណរបស់វាក៏ចេញមកសងយូនក៏ស្រូបយកវិញ្ញាណនោះទុកមកប្រើប្រាស់នៅពេលក្រោយពេលដែលស្រូបយកវិញ្ញាណអញ្ចឹងសមត្ថភាពពិសេសរបស់គាត់នឹងក៏កើនឡើងផងដែរភ្លាមមកដែរអុកដ៏ធំមួយក៏បង្ហាញខ្លួននៅខាងក្រោយសងយូនក៏ដឹងថានេះគឺជាប្រភេទអុកការពារវាក៏បានវាប្រហារមកគាត់ក៏យកខារបស់គាត់នឹងយកមករើងប៉ុន្តែមើលទៅកម្លាំងរបស់វានេះច្រើនជាងគាត់មែនតើដល់ពេលអញ្ចឹងក៏ស្រូបយកវិញ្ញាណអុកមួយនេះដើម្បីបង្កើនសមត្ថភាពរបស់គាត់ដោយកម្លាំងកើនឡើងចំនួន4ឯល្បឿនកើនឡើងចំនួន2ជាមួយនឹងកម្លាំងបន្ថែមគាត់ក៏អាចចាត់ការអុកនោះបានរួចក៏ស្រូបយកវិញ្ញាណចេញពីអុកមួយនោះហើយគាត់ក៏រើងរបួសផងដែរមុននេះដល់អញ្ចឹងក៏ប្រើស្គីដែលមានឈ្មោះថាព្យាបាលឆាប់រហ័សឡើងមកវិញឯវិញ្ញាណអុកការពារវិញគាត់ក៏ស្រូបចូលទៅជួយឲ្យ stamina របស់គាត់កើនឡើងចំនួន4កម្លាំងចំនួន2ភាពរហ័សរហួនចំនួន3ជាមួយនឹងសមត្ថភាពប៉ុណ្ណេះគាត់មិនខ្លាចទៀតនោះទេរួចក៏ដើរសម្បែកចូលទៅក្នុងភូមិនោះតែម្ដង
ពូអកធម្មតាដល់ពេលឃើញចឹងក៏ដូចជារៀងស្លន់ស្លោផងដែរសង្យូនក៏ឃើញថានៅទីនេះគឺមានអកធម្មតាចំនួន3អកការពារមួយនិងចុងក្រោយគេគឺជាមេអកដែលជាគោលដៅរបស់គាត់ដើម្បីចាត់ការនឹងឯងបើសិនជាខ្ញុំអាចចាត់ការអកការពារបានសម្រាប់មេអកនោះគឺមិនមែនជាបញ្ហាអ្វីឡើយឬកម្លាំងរបស់គាត់នៅពេលនេះគឺមិនខ្លាចអកធម្មតានោះទេប្រើតែមួយស្នៀតគឺអាចចាត់ការបានអស់ហើយប៉ុន្តែភ្លាមនោះសង្យូនក៏ដូចជារៀងវាក់បន្តិចព្រោះតែអកការពារបានស្ទុះចូលមកយ៉ាងលឿនឃើញអញ្ចឹងសងយូនក៏រហ័សទៀងខែយកមករងទោះបីជាមានខែរារាំងក៏ដោយតែឆ្អឹងដៃរបស់គាត់នឹងក៏បានបាក់បាត់ហើយសងយូនគិតថាមើលទៅអូការពារនៅពេលនេះលែងខ្វល់ពីការការពារមេកោសម្ព័ន្ធវាទៀតហើយដល់អញ្ចឹងមានន័យថាអូការពារនេះគឺជាឧបសគ្គចុងក្រោយរបស់ខ្ញុំក្រោយពីកិច្ចពីអុកនោះរួចក៏បានស្ទុះចូលទៅវិញជាមួយនឹងដាវនៅក្នុងដៃក៏អាចចាត់ការអូការពារនោះបានតើឥឡូវយើងសម្រាប់ទាំងប៉ុណ្ណឹងសិនបានហើយនេះក៏ជាពេលដំបូងដែរតើគ្នាយើងក៏យ៉ាងម៉េចដែរជួយប្រាប់ផង